កាន់តែគិតអំពីបញ្ហាជីវិតរបស់អ្នកកាន់តែជួបនៅបញ្ហាកាន់តែច្រើនជាងមុនជំរាបសួរប្រិយមិត្ត Red Daily ជាទីរាប់អានថ្ងៃនេះវិលត្រឡប់ជួបខ្ញុំបាទសាជាថ្មីនៅអេពីសូតបន្តអំពីមេរៀនជីវិតនិងការចែករំលែកប្រធានបទខាងដើមរបស់យើងគឺនិយាយអំពីនៅពេលដែលយើងគិតទៅលើអ្វីមួយកាន់តែច្រើនជាងមុនយើងក៏កាន់តែជួបនៅរឿងច្រើនជាងមុនដែរនៅក្នុងសេចក្តីនេះខ្ញុំចង់ផ្ដោតសំខាន់ទៅលើច្បាប់នៃការស្រូបទាញដែលនិយាយអំពីការស្រូបទាញនៅវត្ថុឬក៏រឿងរ៉ាវផ្សេងៗទាំងអស់នៅជុំវិញខ្លួនរបស់យើងឲ្យកើតមានឡើងនៅក្នុងឆាកជីវិតរបស់យើងនៅក្នុងច្បាប់នៃការស្រូបទាញក៏មានការនិយាយផងដែរអំពីលទ្ធផលជាវិជ្ជមានហើយនិងលទ្ធផលនៃអវិជ្ជមានការគិតបែបវិជ្ជមាននឹងផ្ដល់នូវលទ្ធផលជាវិជ្ជមានការគិតបែបអវិជ្ជមានលទ្ធផលឬក៏សកម្មភាពទង្វើទាំងអស់ហ្នឹងនឹងផ្ដល់ឲ្យអ្នកនៅលទ្ធផលអវិជ្ជមានផងដែរដូច្នេះនៅពេលដែលយើងផ្ដើមគិតទៅលើអ្វីមួយឧទាហរណ៍អំពីបញ្ហាជីវិតនៅក្នុងគ្រួសាររបស់យើងបើសិនជាយើងនៅតែបន្តគិតបន្តត្រិះរិះពិចារណាអំពីបញ្ហាជីវិតដែលបានកើតឡើងនៅក្នុងជីវិតរបស់យើងជីវិតរបស់យើងមិនបានរួចផុតអំពីបញ្ហានោះទេគឺកាន់តែគិតគឺកាន់តែមានបញ្ហាកាន់តែគិតគឺកាន់តែមាននៅចិត្តសង្ស័យមានការរង្គៀសចិត្តមានការគុំគួនមាននៅគំនុំបង្កើតនៅភាពមិនទុកចិត្តសម្រាប់អ្នកដទៃដូច្នេះបើសិនជាអ្នកចង់ចាក់ចេញអំពីសេចក្តីទុក្ខដែលយើងកំពុងតែមាននៅក្នុងពេលបច្ចុប្បន្ននេះគឺត្រូវតែរៀនដោះនៅគំនិតរបស់ខ្លួនឯងចាក់ចេញអំពីអ្វីដែលយើងកំពុងតែជួបឧទាហរណ៍ថាយើងកំពុងតែមានបញ្ហាក្នុងជីវិតរបស់យើងមួយមនុស្សជាទីស្រឡាញ់បានចាក់ចេញទៅរកអ្នកផ្សេងហើយខ្លួនយើងបែរជាអង្គុយគិតអង្គុយត្រិះរិះពិចារណាថាហេតុអីបានជាគេចាក់ចេញពីយើងទៅទាំងដែលយើងល្អទាំងដែលយើងបែបនេះបែបនោះទាំងដែលយើងស្រឡាញ់គេខ្លាំងជាងមុននៅពេលដែលយើងផ្ដើមសួរនៅសំណួរទាំងឡាយទាំងពួងនេះចំពោះខ្លួនឯងវាមិនមែនជាដំណោះស្រាយនៅពេលហ្នឹងទេប៉ុន្តែវាគឺជាបញ្ហាដែលខ្ញុំចង់និយាយគឺជាបញ្ហាដែលផ្ដើមឲ្យយើងមានការគិតកាន់តែច្រើនបូករួមជាមួយនឹងការប្រៀបធៀបបូករួមជាមួយនឹងចិត្តសង្ស័យភ្លេចគិតអំពីការស្រឡាញ់ខ្លួនឯងផ្ដោតសំខាន់ទៅលើគេហេតុអីនៅទៅសួរថាគេចាក់ចេញអំពីខ្លួនយើងទៅនៅពេលដែលយើងមានសំណួរនៅក្នុងខួរក្បាលបែបនេះគឺយើងនឹងទទួលបាននូវអារម្មណ៍ឈឺចាប់អារម្មណ៍ខ្លោចផ្សាអំពីដំណើរជីវិតដែលយើងបានជួបប្រទះអំពីរឿងទាំងនោះសំណួរសួរថាបើសិនជាយើងជួបរឿងអញ្ចឹងតើយើងគួរដោះស្រាយបែបណាដើម្បីចាក់ចេញអំពីវាមានន័យថាគឺអ្នកត្រូវតែរៀនដោះលែងចិត្តរបស់ខ្លួនឯងពាក្យថារៀនដោះលែងចិត្តមានន័យថារៀនទទួលយកនៅការពិតរៀនដោះលែងនៅអ្វីដែលបានកើតឡើងក្នុងជីវិតឲ្យវាទៅតាមពេលវេលាជាក់ស្ដែងបើសិនជាយើងនៅតែមានចិត្តសង្ស័យយើងនៅតែមានចិត្តប្រៀបធៀបយើងនៅតែមានចិត្តមានគំនិតសួរថាហេតុអីបានគេចាក់ចេញនៅពេលនោះយើងមិនបានជ្រះស្រឡះហើយអារម្មណ៍របស់យើងក៏មិនបានធូរស្បើយដែរគឺក្នុងចិត្តរបស់យើងពោពេញទៅដោយគំនុំគុំគួនចង់ទៅជួបគេដើម្បីសាកសួរឲ្យអស់ចិត្តទោះបីជាគេឆ្លើយថាគេមិនបានស្រឡាញ់យើងទៀតក៏ដោយក៏យើងនៅតែមិនអស់ចិត្តដែរដូច្នេះវាអត់មានអីដែលត្រូវទៅអង្គុយជីកសួរជាមួយនឹងគេបន្តទៀតទេគឺត្រូវតែរៀបដោះលែងគេដោយទៅតាមសម្រួលដោះលែងគេឲ្យគេមាននូវសេចក្តីសុខនៅក្នុងចំណុចនេះខ្ញុំចង់ផ្ដោតសំខាន់អំពីចិត្តនៃការស្រឡាញ់ផងដែរជាទូទៅនៅពេលដែលយើងនិយាយអំពីការស្រឡាញ់គឺយើងត្រូវតែនិយាយអំពីសេចក្តីសុខសុភមង្គលជាមុនពេលស្រឡាញ់យើងមិនអាចនិយាយអំពីរឿងតណ្ហាតែម្យ៉ាងទេព្រោះតណ្ហាវាគឺជាផ្នែកមួយនៃការស្រឡាញ់ដែរប៉ុន្តែជាក់ស្ដែងបំផុតគឺជាការផ្ដល់ឲ្យដៃគូនឹងមាននៅសេចក្តីសុខហ្នឹងគឺទាំងផ្លូវកាយទាំងផ្លូវចិត្តបើសិនជាយើងមិនអាចផ្ដល់ឲ្យគេបានទេហេតុអីបានជាយើងចង់ឲ្យគេនៅជាមួយយើងពាក្យមួយបានពោលថាជីវិតគឺជាជំរើសល្អអាក្រក់យ៉ាងម៉េចយ៉ាងម៉ាគឺផ្ដើមចេញពីការគិតរបស់យើងអញ្ចឹងបានជានៅក្នុងចំណុចដែលខ្ញុំចង់និយាយថ្ងៃនេះគឺខ្ញុំគ្រាន់តែចង់ផ្ដោតសំខាន់ទេបើថាយើងមិនចង់មាននៅទុក្ខកង្វល់មិនចង់មាននៅការគិតឈឺចាប់ទៅលើរឿងដែលបានកើតឡើងហើយទេគឺយើងត្រូវតែបញ្ឈប់ការគិតបែបហ្នឹងមិនមែនព្យាយាមបញ្ឈប់ទេគឺត្រូវតែឈប់គិតបើយើងព្យាយាមមានន័យថាចិត្តរបស់យើងកំពុងតែគិតទេតែបើយើងឈប់គិតមានន័យថាយើងឈប់ខ្វាយខ្វល់អំពីវាតែម្ដងនៅពេលដែលយើងផ្ដោតសំខាន់ទៅលើរឿងទាំងអស់ដែលកើតឡើងក្នុងជីវិតហ្នឹងគឺគេប្រៀបបដូចទៅនឹង
បុគ្គលម្នាក់ដែលត្រូវបានគេចាក់ដោយកំបិតអញ្ចឹងសត្រូវនឹងបានចាក់គាត់មកកំបិតបុបទៅបាទឈាមក៏ចាប់ផ្ដើមស្រក់ចេញមកហើយរបួសនឹងក៏ធំដែរប៉ុន្តែអ្នកដែលចាស់ហ្នឹងគឺគេបានរត់បាត់ទៅហើយគាត់នឹងដឹងខ្លួនគាត់ថាគេចាក់គាត់ហើយគាត់ដកកំបិតហ្នឹងមកមើលហើយក៏គាត់ដាក់ទៅវិញដកដាក់យ៉ាងណាមិញនៅពេលដែលយើងនិយាយអំពីផ្លូវចិត្តរបស់យើងក៏ដូចគ្នាដែរនៅពេលដែលយើងឈឺចាប់ទៅលើសកម្មភាពមួយទង្វើមួយភាគច្រើនគឺយើងយកវាមកត្រេះរិះពិចារណាគិតហើយគិតទៀតគិតហើយគិតទៀតអាការគិតតែឯងហ្នឹងជាក់ស្ដែងទៅតាមផ្លូវចិត្តវិទ្យាមិនមែនជាជំរើសហើយមិនមែនជាដំណោះស្រាយទេព្រោះការគិតបែបហ្នឹងគេហៅគិតច្រើនពេកគេហៅ too much វាខុសប្រាសចាកអំពីការគិតបែបត្រឹមត្រូវហើយអញ្ចឹងការគិតច្រើនពេកវាស្មើនឹងអាយុកំបិតចាក់ដកចាក់ខ្លួនឯងគេចាក់តែម្ដងប៉ុន្តែយើងនៅតែចាក់បន្តហើយម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតហើយយើងនៅតែឆ្ងល់ខ្លួនឯងអញ្ចឹងសរុបរួមមកវិញដើម្បីកាត់បន្ថយនៅការគិតបែបអវិជ្ជមានឬក៏គិតមន្ទិលសង្ស័យទាំងពួងដែលរឿងបានកើតឡើងហើយអីផ្សេងទាំងអស់ហ្នឹងគឺយើងត្រូវតែធ្វើតែរឿងប្រហែលចំណុចនេះទេទី1បើថាអាចដោះលែងបានគឺយើងត្រូវទៅឲ្យគេទៅទី2សុំបញ្ឈប់ការសង្ស័យបញ្ឈប់ការប្រៀបធៀបបញ្ឈប់អារម្មណ៍មិនល្អសម្រាប់ខ្លួនឯងគឺត្រូវតែបញ្ឈប់រឿងទាំងអស់នឹងចេញព្រោះរឿងទាំងអស់ហ្នឹងនៅពេលដែលចេញទៅគឺមិនមែនជាជំរើសដែលយើងត្រូវសួរខ្លួនឯងទេគឺត្រូវតែចាប់ផ្ដើមរឿងអ្វីថ្មីក្នុងជីវិតរបស់យើងបញ្ឈប់ការគិតបែបហ្នឹងទាំងស្រុងតែម្ដងអញ្ចឹងប្រធានបទថ្ងៃហ្នឹងមានប៉ុណ្ណឹងហើយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាឬបងប្អូនដែលគាត់កំពុងទៅជួបបញ្ហាវិបត្តិផ្នែកហ្នឹងសូមជួយខមមិនផងតើដំណោះស្រាយបែបនេះត្រឹមត្រូវឬក៏មិនត្រឹមត្រូវហើយមានកំហុសខុសឆ្គងយ៉ាងម៉េចម៉ាសូមចូលរួមចែករំលែកទាំងអស់គ្នានៅខាងក្រោមនៃវីដេអូសូមអរគុណសូមគោរពសូមជម្រាបលា